ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះខុមសុណាតឡើងមកធ្វើបទបង្ហាញអំពីចម្ពោះទី4ការវាយតម្លៃទម្រង់ដែលបានបង្កប់ចូលមកដល់ខ្លឹមសារតើការវាយតម្លៃទម្រង់គឺជាអ្វីដែលការវាយតម្លៃទម្រង់គឺជាកិច្ចព្រមព្រៀងដែលវាមិនត្រឹមតែជាប្រភេទនៃការវាយតម្លៃដែលតាក់ទងទៅនឹងរបៀបនិងជាភស្តុតាងនៃការរៀនរបស់សិស្សប៉ុណ្ណោះទេក៏ប៉ុន្តែវាត្រូវបានប្រមូលនៅប្រមូលគុំនៅធាតុផ្សំផ្សេងជាច្រើនប៉ុន្តែវាក៏មានធាតុផ្សំមួយចំនួនដែលធ្វើការរួមគ្នាដើម្បីជាអត្តពលទៅដល់ការលើកទឹកចិត្តនិងសមិទ្ធផលរបស់សិស្សផងដែរការវាតម្លៃទម្រង់គឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនសូត្ររបស់សិស្សការផ្ដល់មតិកែលម្អដល់សិស្សនិងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលបង្កើនលទ្ធផលសមិទ្ធផលល្អវាមានការសង្កត់ធ្ងន់ទៅលើមុខងារដែលត្រូវបានបម្រើជាមួយនឹងការវាតម្លៃទម្រង់ដែលគំនិតជាភស្តុតាងនៃការរៀនរបស់សិស្សត្រូវបានផ្ដល់មកវិញនៅក្នុងការសម្រេចចិត្តរបស់សិស្សនិងគ្រូអំពីអ្វីដែលបានរៀនម្យ៉ាងវិញទៀតការវាតម្លៃបង្កើតជាការណែនាំនិងបទពិសោធន៍សិក្សាផ្សេងដែលវាគឺជាដំណើរការដែលមានគោលបំណងដែលគ្រូមានស្មារតីនិងបន្តស្រូបយកខតាំងនៃការរៀនសូត្ររបស់សិស្សដើម្បីតាក់ទងទៅនឹងគោលដៅដែលបានកំណត់ហើយបន្ទាប់មកប្រើប្រាស់ព័ត៌មានសម្រាប់ការសម្រេចចិត្តរបស់គ្រូដើម្បីផ្ដល់មតិត្រឡប់ទៅកាន់សិស្សវិញហើយសិស្សត្រូវតែដឹងនឹងកម្រិតចំណេះដឹងបច្ចុប្បន្នរបស់ពួកគេដើម្បីបង្កើតផ្លូវមួយដើម្បីជួយសម្រួលទៅដល់ការសិក្សារបស់សិស្សដូច្នេះវាគឺជាវិធីមួយដែលច្បាស់លាស់និងខ្លាំងបំផុតដែលជាការវាតម្លៃដែលត្រូវបានដាក់បញ្ចូលដើម្បីណែនាំដោយដែលខ្ញុំបានបង្ហាញនៅពាក្យការវាតម្លៃបែបទម្រង់ដែលពិតជាមានអត្ថន័យជាច្រើនសម្រាប់អ្នកជាច្រើនទៀតដែលសំដៅទៅជាចម្បងទៅលើឧបករណ៍ឬក៏ដំណើរការខណៈពេលដែលអ្នកផ្សេងទៀតគឺជាដំណើរការដែលពិពណ៌នាអំពីរបៀបដែលទិន្នន័យត្រូវបានប្រើប្រាស់ដើម្បីកែសម្រួលដើម្បីកែលម្អដល់ការរៀនសូត្ររបស់សិស្សតាមពិតទៅអ្នកជំនាញខ្លះថែមទាំងបានឈប់ប្រើពាក្យការវាតម្លៃបែបទម្រង់ដោយសារតែវានឹងត្រូវបានអនុម័តដោយឧស្សាហកម្មសាកល្បងពាណិជ្ជកម្មដើម្បីសំដៅទៅលើការធ្វើតេស្តដែលផ្ដល់ព័ត៌មានរោគវិនិច្ឆ័យដែលជាញឹកញាប់ពាក្យការវាតម្លៃសម្រាប់ការរៀនសូត្រត្រូវបានប្រើជាងការវាតម្លៃបែបទម្រង់តាមពិតទៅព្រឹត្តិការណ៍នៃការវាតម្លៃណាមួយដែលបង្កើតជាភស្តុតាងនៃការរៀនសូត្ររបស់សិស្សអាចត្រូវបានប្រើប្រាស់ជាទម្រង់ដើម្បីកែលម្អការរៀនសូត្ររបស់សិស្សដែលនេះជាអ្វីដែលសំខាន់បំផុតសម្រាប់ការវាតម្លៃបែបទម្រង់មិនពេញលេញនោះទេលុះត្រាតែលទ្ធផលត្រូវបានប្រើប្រាស់ដើម្បីកែលម្អការរៀនសូត្រនិងការលើកទឹកចិត្តរបស់សិស្សដំណើរការនៃការវាតម្លៃបែបទម្រង់ហ្នឹងគឺជាការវាតម្លៃបែបជារង្វង់ដើម្បីដំណើរការបន្តដែលពាក់ព័ន្ធទៅនឹងការវាតម្លៃការងារនិងអាកប្បកិរិយារបស់សិស្សដែលជាមតិកែលម្អនិងការកែតម្រូវបង្រៀននិងរៀនជួនកាលដែលគេហៅថាជាការកែតម្រូវការបង្រៀនដែលជាដំបូងនឹងជាការពិតណាជំហានដំបូងនៅក្នុងការវាតម្លៃល្អគឺរួមទាំងការវាតម្លៃបែបទម្រង់គឺបង្កើតនិងទំនាក់ទំនងគោលដៅរបស់សិស្សច្បាស់លាស់បន្ទាប់មកគ្រូត្រូវតែប្រមូលភស្តុតាងនៃចំណេះដឹងការយល់ដឹងនិងជំនាញរបស់សិស្សដែលប្រមូលភស្តុតាងនឹងហើយត្រូវយកទៅបកស្រាយដើម្បីកំណត់គម្លាតរវាងអ្វីដែលដឹងនិងអ្វីដែលនៅត្រូវតែរៀនបន្តទៀតអមជាមួយនឹងមតិកែលម្អដ៏សមរម្យមួយឬក៏មតិត្រឡប់នេះដែលគ្រប់គ្រងទៅនឹងការពង្រីកការយល់ដឹងត្រឹមត្រូវដើម្បីត្រូវបានអនុវត្តតាមការណែនាំហើយការវាតម្លៃទម្រង់បង្កប់នេះគឺជាការយល់ដឹងដើម្បីពង្រីកការរៀនសូត្ររបស់សិស្សដើម្បីឲ្យពួកគេនឹងកែតម្រូវការយល់ខុសឬក៏កែតម្រូវការបង្រៀនការរៀនអាចត្រូវបានកំណត់ទៅដោយគ្រូ
វាគឺសំខាន់ណាស់ដែលការកែតម្រូវតាមការណែនាំកំណត់ដោយគ្រូហ្នឹងគឺវាមានយុទ្ធវិធីសាស្ត្រនិងវិធីសាស្ត្រថ្មីហើយវាក៏អាចធ្វើទៅបានសម្រាប់សិស្សដើម្បីកំណត់អំពីរបៀបដែលពួកគេនឹងត្រូវតែផ្លាស់ប្ដូរការរៀនសូត្ររបស់ពួកគេនៅពេលដែលមានការវិនិច្ឆ័យរបស់សិស្សអំពីអ្វីដែលត្រូវបានបន្ថែមទៀតហ្នឹងគឺដំណើរការនេះគឺមានប្រយោជន៍ជាពិសេសសម្រាប់ការលើកទឹកចិត្តសិស្សផងដែរហើយតាមឧត្តមគតិរួមទាំងដែលថាការធ្វើឲ្យមានកំហុសឬក៏ខុសហ្នឹងគឺជាផ្នែកមួយនៃការរៀនសូត្រវាមិនធ្វើល្អខ្លាំងពេកទេក្នុងពេលដែលការធ្វើឡើងវិញនៅអ្វីដែលជាសកម្មភាពដែលมันបានជោគជ័យរួចទៅហើយផ្ទុយទៅវិញការកែតម្រូវនិងយុទ្ធសាស្ត្រសិក្សាថ្មីចាំបាច់ត្រូវតែមានគុណភាពខុសពីការបង្រៀនឬក៏ការសិក្សាដំបូងបន្ទាប់មកការកែតម្រូវការបង្រៀននិងរៀនហ្នឹងគឺជាភស្តុតាងថ្មីនៃការរៀនរបស់សិស្សដែលត្រូវបានប្រមូលដោយដែលត្រូវបានធ្វើម្ដងទៀតប្រសិនបើជាចាំបាច់គ្រូត្រូវតែកំណត់ថាសិស្សនឹងធ្វើបានល្អប៉ុណ្ណាការវិតម្លៃជាទម្រង់នឹងបង្កើតវិធីសាស្ត្រជាផ្លូវការចំពោះតួនាទីនោះដោយផ្ដល់នៅរចនាសម្ព័ន្ធដែលមានការរៀបចំកាន់តែច្រើនដែលការសម្រេចចិត្តអំពីជំហានបន្ទាប់នឹងគឺជាការកែតម្រូវការបង្រៀននិងរៀនគឺជាភស្តុតាងដែលត្រូវបានប្រមូលនិងបកស្រាយយ៉ាងប្រុងប្រយ័ត្នដំណើរការនេះគឺស្របជាមួយទៅនឹងទ្រឹស្ដីនៃការយល់ដឹងដែលសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការកសាងអត្ថន័យយ៉ាងសកម្មជាមួយនឹងអ្វីដែលបានរៀននៅពេលដែលសិស្សតាក់ទងគំនិតនិងចំណេះដឹងថ្មីទៅនឹងការយល់ដឹងដែលមានស្រាប់ការវាតម្លៃគឺជាទម្រង់ដែលជួយឲ្យពួកគេនឹងមើលឃើញអំពីទំនាក់ទំនងនិងបញ្ជាក់អត្ថន័យនៅក្នុងជំហានបន្ទាប់គ្នាដែលតូចទៅនឹងលក្ខណៈនៃការវាយតម្លៃជាទម្រង់ហ្នឹងគឺជាការវាយតម្លៃដ៏ស្មុគស្មាញជាងសមាសធាតុទាំង4ទៅទៀតដែលសមាសធាតុនៃការវាយតម្លៃជាទម្រង់ហើយបង្ហាញអំពីរបៀបនីមួយដែលត្រូវបានកំណត់ដោយការដាក់ឲ្យអនុវត្តអ្វីដែលហៅថាជាការវាយទម្រង់អាចខុសគ្នាទៅនឹងលក្ខណៈដែលត្រូវបានគេសង្កត់ធ្ងន់ដែលជាឧទាហរណ៍ហ្នឹងគ្រូបង្រៀនអាចផ្ដល់មតិកែលម្អប្រកបទៅដោយអត្ថន័យទៅដល់សិស្សដោយមានការសង្កត់ធ្ងន់តិចតួចទៅលើការវិតម្លៃខ្លួនឯងរបស់សិស្សឬអាចផ្ដល់មតិកែលម្អដោយមិនចាំបាច់មានការកែតម្រូវតាមការណែនាំនោះទេប៉ុន្តែទាំងពីរអាចត្រូវបានគេហៅថាការវាយតម្លៃជាទម្រង់ភាពខុសគ្នាទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងផ្នែកបន្តដែលមានចាប់ពីកម្រិតទាបទៅកម្រិតខ្ពស់ការវាយតម្លៃជាទម្រង់កម្រិតទាបនឹងគឺជាមូលដ្ឋានឬក៏ជាបឋមដំណើរការនេះអាចមានលក្ខណៈសាមញ្ញដូចជាសិស្សដែលកំពុងតែធ្វើតេស្តទទួលបានបន្ទុករបស់ពួកគេត្រឡប់មកវិញនិងទទួលបានមតិកែលម្អដ៏សាមញ្ញមួយអំពីអ្វីមួយដែលពួកគេបានឆ្លើយត្រឹមត្រូវនិងមិនត្រឹមត្រូវជាមួយនឹងការណែនាំជាទូទៅសម្រាប់ការរៀនសូត្របន្ថែមទៀតការវាយតម្លៃជាទម្រង់កម្រិតខ្ពស់ហ្នឹងគឺជាការរួមបញ្ចូលយ៉ាងពេញលេញនៅការប្រមូលផ្ដុំភស្តុតាងឬក៏មតិកែលម្អនិងការកែតម្រូវការរៀននិងការបង្រៀនដោយរួមបញ្ចូលផងដែរនៅលក្ខណៈសំខាន់បន្ថែមទៀតជាឧទាហរណ៍នៅក្នុងបរិយាកាសដែលគ្រប់គ្រងនិងជឿទុកចិត្តគឺជាការវាយតម្លៃទម្រង់កម្រិតខ្ពស់អាចត្រូវបានអនុវត្តដូច្នេះគ្រូនិងសិស្សត្រូវបានទុកនៅក្នុងសមិទ្ធផលមួយដែលប្រសើរឡើងឬក៏អាចមានការសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍនៃការវាយតម្លៃខ្លួនឯងឬក៏ជំនាញគ្រប់គ្រងខ្លួនឯងការតម្រង់ទិសគោលដៅជំនាញគុណលក្ខណៈនៃកិច្ចខិតខំប្រឹងហើយការសង្កេតសម្រាប់ការវាយតម្លៃទម្រង់ដែលបានបង្កប់នោះគឺมันមានរចនាសម្ព័ន្ធនោះទេនៅក្នុងន័យនេះมันមានទម្រង់ឬក៏នីតិវិធីដែលបានកំណត់
ប៉ុន្តែវាមិនចៃដន្យពេលនោះទេដែលជាឧទាហរណ៍គ្រូបង្រៀនមានប្រសិទ្ធភាពរៀនសង្កេតសិស្សសំខាន់នៅក្នុងថ្នាក់នីមួយៗដែលបានបង្ហាញប្រតិកម្មរបស់ពួកគេយ៉ាងច្បាស់លាស់ជាងអ្នកដទៃដែលសិស្សទាំងនេះខ្លះមានសម្លេងនិងខ្លះមានសម្លេងដូចធ្លោហើយខ្លះទៀតហ្នឹងគឺជាអ្នកដឹកនាំដែលស្ងប់ស្ងាត់មានន័យថាគឺជាសិស្សស្ងៀមស្ងាត់ការវាតម្លៃអាកប្បកិរិយាមិននិយាយសិស្សខ្លះគាត់បែបលក្ខណៈស្ងៀមស្ងាត់គាត់អត់សូវចូលចិត្តនិយាយច្រើនទេក៏ប៉ុន្តែគាត់ជាសិស្សដែលប្រកែម្នាក់ដែរគ្រូបង្រៀនពឹងផ្អែកខ្លាំងទៅលើរាងកាយរបស់សិស្សមានន័យថាទៅលើកាយវិការទឹកមុខនិងការប្រើប្រាស់ខ្សែភ្នែកសម្រាប់ការសង្កេតដ៏ត្រឹមត្រូវមួយសម្រាប់គ្រូសកម្មភាពទាំងនេះត្រូវបានគេហៅថាជាពាក្យសម្ដីពីព្រោះវាត្រូវបានតាក់ទងទៅនឹងអ្វីមួយអំពីសិស្សក្រៅពីខ្លឹមសារអ្វីក្រៅពីខ្លឹមសារអ្វីដែលគាត់និយាយសញ្ញាអក្ខរាវិរុទ្ធទាំងនេះច្រើនតែសំខាន់ជាងអ្វីដែលបាននិយាយភាគច្រើនជាសញ្ញានៃការយកចិត្តទុកដាក់ទស្សនវិជ្ជាដែលផ្ដល់ព័ត៌មានបំផុតគឺនៃមុខនោះគឺភ្នែកនិងធម្មជាតិនៃតំណែងតំណងនៃភ្នែកការប៉ះភ្នែកបង្ហាញអំពីការត្រៀមខ្លួននៅក្នុងការប្រស័យតាក់ទងនិងការបន្តការប៉ះភ្នែកផ្ទាល់មានន័យថាភ្នែកមើលគ្នាទៅវិញទៅមកហ្នឹងគឺបង្ហាញអំពីទំនុកចិត្តនិងសមត្ថភាពសិស្សដែលប្រើតំណែងតំណងបែបប្រើតំណែងតំណងភ្នែកគឺវាមានភាពវិជ្ជមានដែលអ្នកមើលដោយផ្ទាល់និងអ្នកនឹងមើលដោយចលនារបស់នោះវាមានថាប្រហែលជាចាប់អារម្មណ៍អ្វីមួយឬក៏ចាប់អារម្មណ៍ទៅលើរបស់អ្វីមួយគឺត្រូវប្រើខ្សែភ្នែកការប៉ះភ្នែកយូរនិងញឹកញាប់បង្ហាញអំពីការទុកចិត្តនិងការគោរពផងដែរភ្នែកដែលមើលរំលងជារឿយបង្ហាញអំពីការមិនចង់ឆ្លើយតបកង្វះទំនុកចិត្តឬក៏អារម្មណ៍ជាទូទៅភាពប្រងើយកន្តើយអញ្ចឹងមានន័យថានៅពេលដែលសិស្សខ្លះគាត់អត់ហ៊ានមើលភ្នែកយើងចំទេគឺមានន័យថាគាត់ដូចជាអត់ហ៊ានឬក៏គាត់ផិតភ័យឬក៏គាត់ថាអត់ចង់ឆ្លើយសំណួរហ្នឹងទេក៏ប៉ុន្តែសិស្សខ្លះវិញគាត់ប្រើភ្នែកគាត់មើលទៅកាន់គ្រូមើលបែបប្រើខ្សែភ្នែកដើម្បីមានថាគាត់ចង់ឡើងឆ្លើយតែគាត់អត់និយាយតែគាត់ប្រើលក្ខណៈប្រើខ្សែភ្នែកជាសញ្ញាវិញហើយជាឧទាហរណ៍ប្រសិនបើសិស្សមើលមុននឹងឆ្លើយតបឬក៏មើលទៅចម្ងាយពីគ្រូពេលប្រស័យតាក់ទងជាមួយពួកគេហ្នឹងគឺថារក្សាភ្នែកមិនចុះសម្រងឬក៏សម្លឹងមើលចុះឡើងឬក៏ការបកស្រាយដ៏មិនសមហេតុផលគឺថាសិស្សអាចខ្វះទំនុកចិត្តឬក៏ចំណេះដឹងឬជំនាញមានថានៅពេលដែលយើងហៅគាត់ឡើងឆ្លើយសំណួរអ្វីមួយហ្នឹងទៅគាត់អត់ហ៊ានមើលមុខយើងចំទេគឺគាត់ផិតភ័យឬក៏គាត់មានអារម្មណ៍ថាគាត់អត់ចេះសំណួរមួយហ្នឹងចឹងគាត់អត់ហ៊ានទេក៏ប៉ុន្តែសិស្សខ្លះគាត់ចេះអញ្ចឹងខ្សែភ្នែកគាត់គឺសម្លឹងទៅកាន់គ្រូរហូតតែម្ដងនៅពេលដែលសិស្សភាគច្រើននៅក្នុងថ្នាក់ចាប់ផ្ដើមសម្លឹងមើលជុំវិញបន្ទប់ឬក៏ពួកគេឃើញគ្នាទៅវិញទៅមកហ្នឹងនៅក្រៅបង្អួចឬក៏ពួកគេលែកបានថាសឡឹងមើលខាងក្រៅច្រើនជាងនៅខាងក្នុងថ្នាក់ថាអារម្មណ៍គាត់ដណ្ដងគាត់អត់ចាប់អារម្មណ៍ទៅលើការកំពុងបង្រៀនរបស់គ្រូទេតែគាត់អារម្មណ៍គាត់ទៅដណ្ដងទៅកន្លែងណាផ្សេងអីអញ្ចឹងទៅថាពួកគាត់បាត់បង់អារម្មណ៍នៅក្នុងការរៀនសូត្រណាហើយគាត់អត់បានចូលរួមនៅក្នុងការរៀនសូត្រទេគឺគាត់អារម្មណ៍គាត់បែកទៅផ្សេងនេះមានន័យថាសិស្សគាត់មិនយល់ច្បាស់គ្រប់គ្រាន់ឬក៏អាចមានន័យថាពួកគាត់នឹងធុញទ្រាន់លក្ខណៈថាខ្វះការទំនាក់ទំនងភ្នែកអាចបង្ហាញអំពីការគោរពចំពោះបុគ្គលដែលមានអំណាចឬក៏មនុស្សចាស់ហើយមិនមែនជាការខ្វះទំនុកចិត្តលើខ្លួនឯងទេឬក៏អារម្មណ៍អវិជ្ជមានអីផ្សេងទៀតចឹងទៅសិស្សដែលមានភ្នែកបង្ហាញអំពីទូទៅនឹងថាភ្នែកគឺបញ្ជាក់ហ្មងថាភ័យឬមិនភ័យគឺបង្ហាញសញ្ញាឲ្យឃើញតែម្ដងថាពួកគេគឺមានទំនោរពង្រីកនៅពេលដែលពួកគេនឹងចាប់សង្យោគនឹងដាក់ឈ្មោះលក្ខណៈឬក៏លក្ខណៈកំហុសនៅក្នុងការសង្កេតក្រៅផ្លូវការជារឿយៗត្រូវបានផ្សារជាប់ជាមួយទៅនឹងពេលដែលត្រូវសង្កេតត្រូវបានធ្វើឡើងគំរូនៃអាកប្បកិរិយារបស់សិស្សនិងការលំអៀងរបស់គ្រូប្រើការសួរផ្ទាល់មាត់អំឡុងពេលបង្រៀនដើម្បីចូលរួមសិស្សលើកកម្ពស់នៅក្នុងការគិតពិនិត្យនិងគ្រប់គ្រងសិស្សនិងវាតម្លៃវឌ្ឍនភាពរបស់សិស្សសំណួរដែលមានប្រសិទ្ធភាពនៅក្នុងប្រសិទ្ធភាពគឺច្បាស់លាស់ដែលត្រឹមត្រូវជាមួយនឹងគោលបំណងសិក្សាហ្នឹងគឺពាក់ព័ន្ធទៅនឹងថ្នាក់ទាំងមូលនិងអនុញ្ញាតឲ្យមានពេលវេលារងចាំគ្រប់គ្រាន់ដែលជៀសវាងទៅនឹងការបិទទាញឬក៏ស្មានឬក៏សំណួរដែលនាំមុខហើយរក្សាសំណួរតាមលំដាប់តម្រូវត្រឹមត្រូវ
មតិកែលម្អដែលមានប្រសិទ្ធភាពតាក់ទងទៅនឹងការអនុវត្តទៅនឹងស្តង់ដារវឌ្ឍនភាពនិងនីតិវិធីបង្រៀនដែលកែតម្រូវវាទាន់ពេលវេលានឹងផ្ដល់ឲ្យញឹកញាប់ហើយវាផ្ដោតជាពិសេសនឹងពិពណ៌នាអំពីកំហុសសំខាន់ចំពោះការបង្ហាញរបស់បទបង្ហាញរបស់អ្នកខ្ញុំត្រូវបានបញ្ចប់សូមអរគុណលោកគ្រូ